ការជ្រើសរើសព្រះមហាក្សត្រដើម្បីឡើងសោយរាជ្យដែលគិតគូរដោយបារាំងក៏ត្រូវបន្តជាទម្លាប់នៅក្រៅការសោយទីវង្គតរបស់ព្រះមុនីវង្សដែលព្រះអង្គសោយទីវង្គតទៅនៅឆ្នាំ1941រាជស្ដេចជាន់ខ្ពស់បារាំងឈ្មោះធីបូដ័រសម្លឹងឃើញបេក្ខភាពស្ដេចពីរអង្គខ្សែមុនីវង្សដែលស័ក្តិសមនឹងទទួលរាជសម្បត្តិគឺទ្រង់មនីរ៉េតនិងទ្រង់សរមរិតបារាំងបានយកបេក្ខភាពក្សត្រទាំងពីរព្រះអង្គនេះយកមកវិភាគថាទ្រង់មនីរ៉េតទទួលការសិក្សានិងបញ្ចប់ថ្នាក់មធ្យមសិក្សានៅស្រុកបារាំងតែគេយល់ថាទ្រង់មនីរ៉េតនេះមានការនិងគំនិតបារាំងនិងប្រឆាំងនឹងបារាំងក៏ប៉ុន្តែក៏មានអ្នកការពារបេក្ខភាពទ្រង់មនីរ៉េតដែរគឺលោកម៉ារ៉ាណេតឆ្នាំ1936ដោយលោកជាអ្នកតំណាងប្រទេសខ្មែរនៃក្រុមប្រឹក្សាជាន់ខ្ពស់នៃប្រទេសបារាំងឯនេះសមុទ្រលោកម៉ារ៉ាណេតអះអាងថាទ្រង់មនីរ៉េតទទួលការអប់រំពីស្រុកបារាំងដូចនេះធ្លាប់ទទួលនៅស្មារតីពីបារាំងដូចនេះមនីរ៉េតមានរឹកពីមិនខ្លាចបារាំងគឺជាលក្ខណៈសម្បត្តិនាំពីប្រទេសបារាំងដែលតែងផ្ដល់នូវសេរីភាពក្នុងការនិយាយស្ដីសេរីភាពក្នុងការគិតដែលជាមូលដ្ឋាននៃអរិយធម៌របស់បារាំងនេះឯងមានការលើកឡើងថាទ្រង់មនីរ៉េតនិយមសៀមចិត្តដិតនឹងសៀមព្រោះទ្រង់បានរៀបអាពាហ៍ពិពាហ៍ជាមួយនាងរ៉ូសេតប៉ុកជាកូនស្រីរបស់ចៅក្រមម្នាក់ឈ្មោះប៉ុកហែលដែលមានទំនាក់ទំនងក្រុមប្រុសសានៅក្នុងប្រទេសសៀមទ្រង់សរមរិតដែលជារាជបុត្ររបស់សុទ្ធិរស់បារាំងហៅថាសត្ថារតឬសត្ថារតខ្សែនរោត្តមលក្ខណៈទុនខ្សោយស្លូតបូតពេកព្រះអង្គម្ចាស់ធ្លាប់បានទៅសិក្សានៅវិទ្យាល័យឆាលូបលោកបាទជាឈ្មោះរដ្ឋមន្ត្រីក្រសួងទ័ពជើងទឹកឆ្នាំ1929នៅក្រុងព្រៃនគររីឯនរោត្តមសុធាពិននរិនដេកជាកើតឆ្នាំ1906មានមធ្យមសិក្សាបត្រនៅប្រទេសបារាំងនិងមានវិញ្ញាបនបត្រថ្នាក់បរិញ្ញាបត្រខាងអក្សរសាស្ត្រផ្នែកចិត្តវិទ្យានៅឆ្នាំ1934ដែលត្រូវបានតែងតាំងជាក្រមការថ្នាក់លេខ2នៅទីបំផុតឆ្នាំ1941ឧត្តមនាវីអគ្គទេសាភិបាលឌូចិនឈ្មោះដឺសូបានសម្រេចជ្រើសរើសព្រះអង្គម្ចាស់នរោត្តមសីហនុដោយគេអះអាងថាព្រះអង្គម្ចាស់សរមរិតដែលជាព្រះបិតាមានសាច់សាលោហិតខាងនរោត្តមនិងព្រះមេដាជាបុត្រីព្រះបាទស៊ីសុវត្ថិមុនីវង្សជាប់ខ្សែស្រឡាយក្សត្រទាំងពីរខ្សែទាំងស្រុងព្រះបាទនរោត្តមសីហនុប្រសូតនៅឆ្នាំ1922រៀបអភិសេកនៅឆ្នាំ1941ជាស្ដេចស្របច្បាប់ព្រះអង្គបានដាក់រាជសម្បត្តិថ្វាយទៅព្រះរាជបិតាគឺព្រះសរមរិតនៅឆ្នាំ1955